Trước đây làគ្នាយើងតពីវីដេអូមុនយើងបាននិយាយតាក់ទងជាមួយនឹងការតម្លើង Windows driver ជាងវីដេអូនេះយើងចូលមកដល់តាក់ទងជាមួយនឹង partition ហើយ formatting អញ្ចឹង partition និង formatting នៅក្នុង Microsoft Windows យើងអាចបែងចែក partition ជា drive អូខេអញ្ចឹងមានន័យថាបើសិនជាយើងមាន hard disk មួយយើងអាចបែងចែក drive C drive D drive អីចឹងទៅអានេះបើសិនយើងមាន hard disk មួយណាតែបើយើងមាន hard disk ច្រើនអាហ្នឹងយើងមិនបាច់បែងចែកជាយើងដាក់ hard disk ដូចអានេះអញ្ចឹង hard disk ទី0គឺ drive D អញ្ចឹងទៅ hard disk ទី1 drive E អញ្ចឹងទៅ hard disk ទី2គឺ drive C អញ្ចឹងទៅណាអូខេឧទាហរណ៍ថា partition គឺជាការបែងចែក hard disk ឬក៏ SD មួយឲ្យជា drive ច្រើនឧទាហរណ៍មាន CDE អញ្ចឹងទៅមានថាយើងមាន hard disk តែមួយទេយើងបែងចែក drive ច្រើនមួយទៀតយើងមាន hard disk មួយ drive មួយ hard disk មួយ drive មួយអញ្ចឹងឧទាហរណ៍ថា C សម្រាប់ Windows និង program D សម្រាប់ data file និង movie document អីហ្នឹងទៅអញ្ចឹងអត្ថប្រយោជន៍យើងរៀបចំទិន្នន័យបានងាយស្រួលការពារ data ពេល install Windows ថ្មី format តែ C system និង file មិនជាបូកច្បល់គ្នាអញ្ចឹងទៅហើយ formatting លុបនឹងការរៀបចំ disk មានថា formatting គឺជាការលុបនឹងការរៀបចំ disk ណាអូខេអញ្ចឹងតកតងជាមួយនឹងការ format របស់យើងមាននេះជាទម្រង់របស់វាមានន័យថា file system វាជា NTFS default អញ្ចឹង NTFS នេះគឺវា support ទិន្នន័យធំបើយើងយក file គឺវាសេរីចាស់អញ្ចឹងយក NTFS បច្ចុប្បន្នគឺប្រើ NTFS យើង NTFS គឺជា default របស់ Windows ណាបច្ចុប្បន្នណាអូខេអញ្ចឹង formatting នឹងគឺជាការលុបទិន្នន័យចាស់និងរៀបចំតារាយឲ្យត្រឹមត្រូវណាសម្រាប់ប្រើឧទាហរណ៍ថាបើសិនជាយើងជ្រើស file system ដូចជា NTFS ប្រើជាទូទៅសម្រាប់ Windows ល្អបំផុតហើយ FAT សម្រាប់ USB Plus ឬក៏ external drive អញ្ចឹងតកតងជាមួយនឹងការ formatting នឹងគឺជាការលុបទិន្នន័យទាំងអស់នៅក្នុង drive នោះពេលណាយើងធ្វើ partition ឬ format ពេលយើង install Windows បង្កើត partition ថ្មី format drive C មុន install ជ្រើសរើស drive ណាដែលដាក់ OS ក្នុង Windows រួចមិនថានៅក្នុង Windows រួចយើងអាចប្រើ disk management ដើម្បីបង្កើត drive ថ្មីឬក៏បដូរទំហំ drive បានតាក់ទងជាមួយនឹងការ format drive ឧទាហរណ៍ថា laptop ធម្មតាមួយ C 100-200G សម្រាប់ Windows និងកម្មវិធី D នៅសល់ទាំងអស់ប្រសិនបើ SD តូចយើងដាក់តែ C មួយក៏បានដែរចំណាំសំខាន់ backup មុន format កុំ format drive ខុស data បាត់បង់មានន័យថាបើសិនជាយើង format drive ខុសគឺយើងបាត់បង់ទិន្នន័យហើយអញ្ចឹង NTFS គឺជាជំនួយល្អបំផុតសម្រាប់ Windows អូខេតើ MBR និង GPT ខុសគ្នាយ៉ាងដូចម្ដេចអូខេអញ្ចឹងនៅក្នុងហ្នឹង MBR គឺជា Master Boot Record មានន័យថា MBR គឺជា partition ចាស់ដែលប្រើជាមួយនឹង BIOS Legacy អញ្ចឹងលក្ខណៈសម្បត្តិរបស់វាមានន័យថាវាគ្រប់គ្រងទំហំមិនលើស 2T ទេ MBR ហើយវាមាន primary partition បានតែ4ទេវាអាចលើសហ្នឹងទេហើយវាប្រើ legacy BIOS มันមានសុវត្ថិភាពខ្ពស់ប្រើក្នុងកុំព្យូទ័រចាស់អញ្ចឹងយើងចូលមកកាន់ BIOS Windows របស់យើងមាន2គឺមាន legacy និង UEFI អូខេអញ្ចឹងតកតងជាមួយ GPT ម្ដងចំណែក GPT វាគឺជា partition style ថ្មីប្រើជាមួយនឹង firmware UEFI ហើយលក្ខណៈសម្បត្តិរបស់វាគ្រប់គ្រងទំហំធំជាង 2T បានថាលើសពី 2T វាអាចទៅដល់រាប់រយ T ទៅហើយវាអាចបង្កើត partition បានច្រើនលើស128លើស128ហើយវាលឿនជាង MBR វាមានសុវត្ថិភាពនិង reliable ខ្ពស់វាត្រូវការជាមួយ UEFI Windows 10 គឺ Windows 11អូខេជា EFI system អញ្ចឹងយើងសង្ខេបមកលក្ខណៈរបស់ MBR និង GPT អញ្ចឹងមានថា MBR គឺចាស់ GPT ថ្មី MBR มันអាចលើសពី 2T GPT វាធំជាង 2T ហើយ MBR វា support ត្រឹមតែ4 partition GPT វាលើស128 firmware របស់វា MBR បានត្រឹម BIOS legacy អានេះ UEFI speed MBR យឺតជាង GPT លឿនជាង security MBR ទាប security ខ្ពស់
អូខេអញ្ចឹងគេសួរថា Windows 10មួយណាហើយមកសម្រាប់ Windows មួយណាល្អអញ្ចឹង Windows 11វាត្រូវតែ GPT UEFI Windows 10វាអាច GPT ក៏បាន MBR ក៏បានដែរណាអញ្ចឹងគេប្រាប់មកទៀតថាកុំព្យូទ័រចាស់ប្រហែលជាប្រើ MBR អូខេអញ្ចឹងខ្ញុំសូមចូលមកកាន់ការបង្កើត partition របស់យើងនិយាយតាក់ទងមួយ MBR និង GPT យើងចូលមកកាន់អនុវត្តណាអូខេនេះជា Windows របស់ខ្ញុំហើយនៅក្នុងហ្នឹងយើងមានdrive C មួយអូខេអញ្ចឹងខ្ញុំចង់បង្កើត drive C ហ្នឹងមានន័យថា drive C ហ្នឹងគឺយើងមាន disk តែមួយទេណាយើង right click មកខ្ញុំយកពាក្យថា disk management អូខេអញ្ចឹងបងប្អូនឃើញ disk ហ្នឹងណាអានេះ CD ទេយើងកុំនិយាយ disk យើងមានតែ disk មួយទេ disk 0ហើយយើងមាន partition មួយគឺ drive C អញ្ចឹងខ្ញុំនឹងបង្កើត drive D សម្រាប់កុំព្យូទ័រនេះខ្ញុំធ្វើការ add hard disk មួយទៀតណាអូខេអញ្ចឹងខ្ញុំធ្វើការ shut down មកខ្ញុំធ្វើការ shut down ដើម្បី add hard disk មួយទៀតណាអូខេអូខេអញ្ចឹងដោយសារ Windows វា update យូរយើងរងចាំរហូតដល់ complete ទៅអញ្ចឹងខ្ញុំសូមបញ្ចប់វីដេអូនឹងត្រឹមហ្នឹងសិនអញ្ចឹងយើងតវីដេអូហ្នឹងនៅក្រោយទៀតដើម្បី add drive ណាអូខេដោយសារវាយូរណាអូខេអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងធ្វើការ add drive D នៅលើ Windows ហ្នឹងហើយយើងនឹងធ្វើការ format partition ទៅតាមអ្វីដែលខ្ញុំបង្ហាញនៅខាងលើនេះណាអូខេ